សួស្តីអ្នកទាំងអស់គ្នាត្រឡប់មកវិញជាមួយនឹង Win Sharing ហើយថ្ងៃនេះយើងនឹងទៅសិក្សាអំពី C programming យើងបន្តទៀតថ្ងៃនេះយើងនឹងសិក្សាអំពី condition and if condition គឺជាលក្ខខណ្ឌអ្នកទាំងអស់គ្នាបានដឹងហើយនៅក្នុងភាសាអង់គ្លេស condition គឺជាលក្ខខណ្ឌ if គឺជាផ្នែកមួយនៃ condition ដែលវាមានន័យថាប្រសិនបើអញ្ចឹង if statement គឺជាការដាក់លក្ខខណ្ឌលើបណ្ដុំកូដណាមួយឲ្យវាអាចដំណើរការនៅពេលដែលលក្ខខណ្ឌដែលគ្រប់គ្រងកូដនឹងវាពិតអញ្ចឹងនេះជាឧទាហរណ៍ហើយក៏ជា syntax មួយនៃ condition and if អញ្ចឹងរាល់ការដាក់លក្ខខណ្ឌទៅលើបណ្ដុំកូដដែលយើងចង់ឲ្យវាដំណើរការនៅពេលដែលលក្ខខណ្ឌរបស់យើងដែលយើងកំណត់នឹងវាពិតយើងត្រូវដាក់នៅក្នុង parenthesis ឬយើងហៅថាវងកញ្ចក់អញ្ចឹងនេះគឺជា if ដែលយើងដាក់នេះគឺជាលក្ខខណ្ឌបន្ទាប់មកកូដដែលយើងចង់ឲ្យវាដំណើរការបាននៅពេលដែលលក្ខខណ្ឌយើងត្រូវគឺយើងត្រូវសរសេរនៅក្នុងវងកញ្ចក់បែបនេះឧទាហរណ៍យើងចង់ដាក់លក្ខខណ្ឌមួយអំពីអាយុយើងប្រកាស variable មួយអំពីអាយុនេះអំពីអាយុយើងឲ្យអាយុស្មើនឹង20អញ្ចឹងមានន័យថាអញ្ញត្តិឈ្មោះ age ហ្នឹងវាស្មើនឹង20ដែលមានតម្លៃជា integer យើងដាក់លក្ខខណ្ឌប្រសិនបើអញ្ញត្តិ age មានន័យថាអាយុធំជាង18នោះវានឹងrun ឬក៏ដំណើរការថា you are adult មានន័យថាអ្នកពេញវ័យហើយឥឡូវយើងទៅ run code យើងទាំងអស់គ្នាដើម្បីមើលនៅលទ្ធផលរបស់យើងតើវាត្រូវឬក៏អត់ឥឡូវយើងបានឃើញអាយុយើងស្មើ20លក្ខខណ្ឌយើងដាក់បើសិនអាយុធំជាង18មានន័យថាអ្នកពេញវ័យអញ្ចឹងលក្ខខណ្ឌយើងគឺវាពិតវាបានបង្ហាញថា you are adult ចុះបើសិនលក្ខខណ្ឌយើងវាអត់ពិតវិញតើវានឹង print អីគេឥឡូវយើងដាក់ age យើងក្រោម10ដាក់16ចឹងតបមកយើង run វានោះកម្មវិធីយើងអត់មានបង្ហាញអីទាំងអស់ព្រោះថាលក្ខខណ្ឌនេះវាអត់ពិតទេអញ្ចឹងវា skip ចោលវាអត់ធ្វើការឡើយវានឹងផ្លោះពីប្រឡោះហ្នឹងមកត្រង់នេះហើយបញ្ចប់កិច្ចការវាតែម្ដងអញ្ចឹងត្រង់ if statement នេះវានឹងមិនដំណើរការអញ្ចឹងដើម្បីឲ្យនៅពេលដែលលក្ខខណ្ឌ if ហ្នឹងវាខុសហើយយើងចង់ឲ្យលក្ខខណ្ឌមួយទៀតដំណើរការនៅពេលដែលវាខុសយើងប្រើប្រាស់នៅ else statementចឹង else statement គឺជាការដាក់លក្ខខណ្ឌលើបណ្ដុំកូដណាមួយឲ្យវាអាចដំណើរការនៅពេលដែលលក្ខខណ្ឌរបស់ if ឬ else if វាមិនពិតចឹង else if យើងនៅតែសិក្សាបន្ទាប់ទៀតចឹង if យើងបានដឹងហើយគឺជាលក្ខខណ្ឌនៅពេលដែលវាដំណើរការបានលុះត្រាតែលក្ខខណ្ឌរបស់វាពិតចឹងយើងឃើញហើយមិញលក្ខខណ្ឌអាយុយើងស្មើ16age ធំជាង18លក្ខខណ្ឌវាដំណើរការមានន័យថាវាខុសដើម្បីឲ្យវាអាចដំណើរការនៅលក្ខខណ្ឌនៅពេលដែល if វាខុសគឺយើងប្រើ else អញ្ចឹងនេះគឺជា syntax របស់ else គឺយើងត្រូវសរសេរបន្ទាប់ពីលក្ខខណ្ឌរបស់ if យើងសរសេរ else តបមក curly brace ដើម្បីសរសេរកូដនៅក្នុងវាតបមកយើងអាចសរសេរកូដនៅក្នុងនេះបានដើម្បីឲ្យវាដំណើរការបាននៅពេលដែលលក្ខខណ្ឌ if ឬ else if វាមិនពិតអញ្ចឹងវានឹង directly run រាល់កូដទាំងឡាយណាដែលនៅក្នុង else បើសិនបើ if វាមានលក្ខខណ្ឌមិនពិតឧទាហរណ៍ else យើងចង់ឲ្យវា print you are teenager អញ្ចឹងយើងចង់ឲ្យវា print ថាបើសិនបើអាយុយើងក្នុងនេះវាអត់ធំជាង18ទេមានន័យថាលក្ខខណ្ឌនេះគឺវាអត់ដំណើរការវានឹង directly មកកាន់លក្ខខណ្ឌ else ហើយវានឹង print ថា you are teenager មានន័យថាយើងមិនទាន់ពេញវ័យទេតើលក្ខខណ្ឌនេះវាមានន័យថាពិតឥឡូវដើម្បីយើងចង់ដឹងថាវានឹងចូលលក្ខខណ្ឌណាមួយឥឡូវយើងទៅ run ទាំងអស់គ្នាឥឡូវយើងបានឃើញ age យើងស្មើ16លក្ខខណ្ឌនេះគឺវានឹង skip ចោលព្រោះថាមិនពិតវានឹង directly ផ្លោះចូល else ហើយវា print ថា you are teenager ឥឡូវយើងឃើញហើយចម្លើយគឺ you are teenager ឥឡូវបើសិនបើយើងចង់ដាក់លក្ខខណ្ឌមួយទៀតគឺយើងចង់ដាក់លក្ខខណ្ឌពិតមានន័យថាជា option របស់យើងក្នុងការរើសយើងអាចប្រើប្រាស់មួយទៀតគឺ else if statement គឺជាការដាក់លក្ខខណ្ឌលើបណ្ដុំកូដណាមួយឲ្យវាអាចដំណើរការនៅពេលដែលលក្ខខណ្ឌរបស់ if វាមិនពិតហើយវានឹងដើរតួជា ifទី2អញ្ចឹងមានន័យថា else if ដូចជាអ្នកត្រូគេបន្ទាប់អញ្ចឹងឥឡូវយើងមកមើលsyntax របស់វាគឺ if condition តបមកបើសិនថាលក្ខខណ្ឌ if នឹងវាអត់ពិតទេវានឹងមកតេស្តមើល else if condition វានឹងឆែកលក្ខខណ្ឌ condition ថាតើអាចសរសេរកូដនៅក្នុងនេះដើម្បីឲ្យវាដំណើរការបាននៅពេលដែលលក្ខខណ្ឌវាត្រូវអញ្ចឹង else if statement វានឹងដំណើរការនៅពេលណាដែលលក្ខខណ្ឌរបស់ if វាខុសបន្ទាប់មកលក្ខខណ្ឌរបស់ else if ហ្នឹងវាត្រូវនោះវានឹងអាច run កូដនេះបានបើសិនតែលក្ខខណ្ឌ else if ហ្នឹងវាអត់ត្រូវទៀតនឹង
នឹងវានឹងចូល L directly ឥឡូវយើងមកមើលឧទាហរណ៍ L if statement ទាំងអស់គ្នាអញ្ចឹងយើងមកមើលឧទាហរណ៍នៃ L if statement ទាំងអស់គ្នាយើងឧទាហរណ៍ថាប្រកាសអាយុ1ស្មើ16បើសិនបើ age ហ្នឹងធំជាងឬស្មើ18និង age ធំជាង0មានន័យថាយើងខាងហ្នឹងវានឹងពិតលុះត្រាតែ age ហ្នឹងវាមានតម្លៃធំជាង0ឬទូចជាង18ឬក៏ស្មើ18ត្រឹមបានវាអាច print UR signature បានបន្ទាប់មកបើសិនលក្ខខណ្ឌនេះវាមិនពិតវានឹងចូលលក្ខខណ្ឌ elif បើសិន age ធំជាង18និង age ទូចជាង65នោះវានឹងបង្ហាញថា UR adult បើសិនលក្ខខណ្ឌ LE នឹងខុសទៀតវានឹងចូលដល់លក្ខខណ្ឌ LE មួយទៀត LE អាយុយើងធំជាងឬស្មើ65វានឹងបង្ហាញ UR senior citizen មានន័យថាបើសិនលក្ខខណ្ឌមួយនេះវាត្រូវវានឹងបង្ហាញនៅ UR senior citizen បើសិនរាល់កូដទាំង3មានន័យថារាល់ if elif ទាំងអស់ហ្នឹងវាអត់ពិតទេវានឹង directly run code នៅក្នុង L UR non existed ឥឡូវបើយើងចង់ដឹងថាវាពិតឬមិនពិតយើងអាច run ទាំងអស់គ្នា age ស្មើ16ឥឡូវយើងគិតមើលចូលលក្ខខណ្ឌណា UR signature អញ្ចឹង16វាប្រកាសជាធំជាង0និងទូចជាង18អញ្ចឹងលក្ខខណ្ឌនេះពិតឥឡូវយើងចង់ឲ្យចូលលក្ខខណ្ឌមួយនេះយើងត្រូវដាក់តម្លៃឲ្យធំជាង18និងទូចជាង65ចន្លោះនោះឥឡូវខ្ញុំដាក់46ឥឡូវយើងឃើញ result UR adult ចឹងដោយសារតែតម្លៃ age ហ្នឹងវានៅចន្លោះធំជាង18និងទូចជាង65វានឹង run block code មួយហ្នឹងបើសិនខ្ញុំចង់ឲ្យចូល elif មួយនេះគឺយើងត្រូវដាក់ស្មើ65ឬក៏ធំជាង65ឥឡូវខ្ញុំដាក់65ក៏បានយើង run វា UR senior citizen ឃើញលក្ខខណ្ឌយើងពិតអញ្ចឹងបើសិនលក្ខខណ្ឌទាំង3នឹងអត់ពិតយើងដាក់ឧទាហរណ៍ខ្ញុំដាក់អីគេ0ឥឡូវយើងតេស្តមើលនេះលក្ខខណ្ឌទាំងអស់ហ្នឹងវាអត់ពិតទាំងអស់បើប្រៀបធៀបទៅនឹង age អត់ត្រូវទាំងអស់អញ្ចឹងវាចូលទៅនឹងលក្ខខណ្ឌ L directly អញ្ចឹងវីដេអូយើងមានតែប៉ុណ្្នឹងសង្ឃឹមថាអ្នកទាំងគ្នានឹងយល់ហើយបើសិនអ្នកទាំងគ្នាចូលចិត្តវីដេអូនេះសូមជួយចុច like និង subscribe ដើម្បីបានវីដេអូបន្តអញ្ចឹងអរគុណអ្នកទាំងគ្នាដែលបានទស្សនានៅវីដេអូនេះ